Chẳng còn anh này nông pi cầm anh tích ban đặt ổn. Chỉ số bó của nhau mà bị còng thêm kiểu thêm một son của muối để mình mà sẽ tận của muối nét nên nhau sườn cá nhau muối linh nhau lì giá nhau muối cái nhau cả nào hai nhau sụp hồ bắt chặt quán của dân chỉ bị sân ở sân xa xanh thì mua bớt mà bị sẽ coi bị trên lại của thị sản là của dân cứ chưa một trang chỉ được cái lịch muối nó không cao cuốn cái đồng quan thì là prep cái bằng thầy buồn hai ở thì là bạn là của dân ban cho ra dùng một phơ ca và của trên không cao bị thi nét cứ của dân ở phơ ca sân xa xanh trước tại tệ tông tân nâng ca bị kia rốt sau đó khi ta chụp ảnh chỉ plan nhau stroke nó không phảiเป็นการchỉโรงเรียนสาธิตการแบบชีวศาสตร์สการแบบเพียบประจักษ์สกัดกั้นดังการเพียบแต่ละสาธิตเฟลวันน้อยเดี๋ยวการแป๊บนึงมันสั้นใส่เกลือสี Chẳng còn anh dạy pi chẳng là bảo đóng rồi co cùng vò môn bèo anh cho mua cho bà lòng linh tích ban đặt ổn. មួយចំនួនដែលធ្វើឲ្យពួកយើងធ្វើការសម្រេចចិត្តនៅក្នុងការចុះឈ្មោះចូលរួមប្រកួតកម្មវិធីគីណាប្រាំ2024ហ្នឹងគឺដំបូងហ្នឹងពួកយើងបានសង្កេតឃើញថាកម្មវិធីប្រកួតប្រជែងគីណាប្រាំ2024គឺមានសារៈប្រយោជន៍ហើយក៏ដូចជាកម្មវិធីមួយបានផ្ដល់ឱកាសទៅដល់សិស្សានុសិស្សដែលគាត់បានសិក្សាផ្នែកខាងសុខាភិបាលមកពីគ្រប់សាកលវិទ្យាល័យទាំងអស់ហ្នឹងបានធ្វើការបញ្ចេញនៅសមត្ថភាពទៅទៅនឹងការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រក៏ដូចជាបញ្ចេញនៅសមត្ថភាពការធ្វើបទបង្ហាញនៅលើវិទ្យាផងដែរហើយបន្ថែមពីនេះសិស្សានុសិស្សទាំងនោះក៏គាត់អាចយកអីដែលគាត់បានរៀនពីការធ្វើការធ្វើបទបង្ហាញក៏ដូចជាការចូលប្រកួតហ្នឹងមកអភិវឌ្ឍខ្លួនឯងក៏ដូចជាចូលរួមនៅក្នុងការអភិវឌ្ឍទៅលើវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជាយើងផងដែរបន្ថែមពីលើនឹងទៀតហ្នឹងគឺនៅពេលដែលពួកយើងបានឃើញថា Kina Foundation ណាគាត់បានខុសជ្រើសរើសនៅបេក្ខជនដើម្បីចូលរួមប្រកួតក្នុងកម្មវិធីអញ្ចឹងពួកយើងបានចាប់អារម្មណ៍ទៅលើប្រធានបទរបស់គាត់ដោយសារតែគាត់ធ្វើការប្រកួតប្រជែងតាក់ទងជាមួយនឹងផ្លែញោដូចយើងដឹងអញ្ចឹងគឺផ្លែញោជាពពុះឱសថបុរាណធម្មជាតិមួយដែលប្រជាជនខ្មែរយើងឬក៏ប្រជាជននៅប្រទេសផ្សេងៗទៀតនោះគឺគាត់ធ្វើការប្រើប្រាស់ផ្លែញោជាថ្នាំសម្រាប់ធ្វើការព្យាបាលជំងឺផ្សេងៗហើយមួយវិញទៀតនោះគឺពួកយើងចង់ធ្វើការបញ្ចេញនូវសមត្ថភាពក៏ដូចជាទទួលបានបទពិសោធន៍ថ្មីៗដែលពួកយើងមានណាដែលយើងរៀនមកពីទ្រឹស្ដីហ្នឹងដើម្បីយកមកអនុវត្តផ្ទាល់មកហើយនឹងកត្តាសំខាន់មួយទៀតនោះគឺពួកយើងបានទទួលការជំរុញលើកទឹកចិត្តពីបងក៏ដូចជាសាស្ត្រាចារ្យលោកអ្នកគ្រូផ្សេងៗហ្នឹងគាត់ជំរុញលើកទឹកចិត្តឲ្យពួកយើងហ្នឹងគឺចូលរួមប្រកួតក្នុងកម្មវិធីគីណាប្រាក់នេះដែរហើយបើនិយាយតាក់ទងជាមួយនឹងកត្តាកង្វល់មួយចំនួនមុនពេលពួកយើងសម្រេចចិត្តថានឹងចូលប្រកួតប្រជែងមកហ្នឹងគឺមានតាក់ទងជាមួយនឹងការសរសេរក៏ដូចជាការស្វែងរកនៅពួកអត្ថបទស្រាវជ្រាវបែបវិទ្យាសាស្ត្រផ្សេងៗដោយសារតែម្លងពេលដែលពួកយើងចូលរួមប្រកួតហ្នឹងគឺពួកយើងទាំងអស់គ្នាហ្នឹងគឺទៅតែជានិស្សិតឆ្នាំទី3ឡើយឯងអញ្ចឹងកម្រិតនៃការយល់ដឹងតាក់ទងជាមួយការសរសេរអត្ថបទក៏ដូចជាស្វែងរកអត្ថបទផ្សេងៗរបស់ពួកយើងហ្នឹងគឺសិស្សតែនៅមានកម្រិតនៅឡើយហើយសម្រាប់កង្វល់ដ៏ធំមួយទៀតរបស់ពួកយើងហ្នឹងគឺតាក់ទងជាមួយនឹងការ design ទៅលើ research ពួកយើងដោយសារពួកយើងចង់ជ្រើសរើសយកការ research មួយដែលវាមើលទៅវាប្លែកវាគួរឲ្យចាប់អារម្មណ៍ក៏ដូចជាផ្ដល់ផលប្រយោជន៍ដល់យើងដែលជាបេក្ខជនទាំងអស់គ្នាក៏ដូចជាផ្ដល់ផលប្រយោជន៍ដល់ប្រជាជនផ្សេងៗផងដែរ Còn anh dạy pi challenge hai nâng đầm đặt sái rồi hồi đầu ôn từ tụ bán chơi pi ninh tích ban đặt ổn. ซึ่งสำหรับอุปสรรคមួយចំនួនដែលពួកខ្ញុំបានជួបនៅក្នុងពេលដែលពួកខ្ញុំធ្វើការសិក្សាស្រាវជ្រាវលើវិធីបទរបស់ពួកខ្ញុំហ្នឹងទី1ហ្នឹងគឺតកតងជាមួយនឹងការសរសេរ proposal ផ្ទាល់ហ្មងបងដោយសារតែពួកខ្ញុំត្រូវការស្វែងរកនៅប្រភពឯកសារជាច្រើនដើម្បីមកធ្វើជាឯកសារយោងហើយតកតងជាមួយនឹងវិធីសាស្ត្រនៅក្នុងការធ្វើតែវិញពួកខ្ញុំត្រូវស្វែងរកវិធីសាស្ត្រណាដែលវាអាចសមស្របទៅតាមលក្ខខណ្ឌដែលពួកខ្ញុំអាចធ្វើទៅបានហើយព្រោះបានលទ្ធផលមួយដែលសមស្របអាចទទួលយកបានមួយវិញទៀតឧបសគ្គទី2គឺតកតងជាមួយនឹងពេលវេលាផ្ទាល់បងដោយសារតែការធ្វើតេស្តដើម្បីស្វែងរកនៅសមាសភាពផ្សេងៗនៅក្នុងផ្នែកញហ្នឹងគឺវាត្រូវការប្រើពេលយូរបន្តិចដូច្នេះហើយពួកខ្ញុំត្រូវការចំណាយពេលផ្សេងៗក៏ដូចជាដកឃ្លាពីការសិក្សាដើម្បីទៅធ្វើការធ្វើតេស្តលើការវិស័យរបស់ពួកខ្ញុំផ្ទាល់ហើយមួយទៀតហ្នឹងតកតងជាមួយនឹងបច្ចេកទេសក៏ពួកខ្ញុំអាចជួបនៅបញ្ហាមួយចំនួនតិចតួចដែរក៏ប៉ុន្តែចុងក្រោយពួកខ្ញុំក៏នៅតែអាចរកដំណោះស្រាយមកដោះស្រាយវាបាន chẳng cho một nó về là dương cho bạnធ្វើ slide presentation និង report ក៏នៅតែជួបឧបសគ្គខ្លះៗដែរដោយសារតែម្លងពេលហ្នឹងគឺយើងនៅសល់ពេលខ្លីហើយយើងចាប់ផ្ដើមចូលរៀនឆ្នាំថ្មីដែរអញ្ចឹងយើងត្រូវឆ្លៀតពេលក្នុងការធ្វើ report ហ្នឹងដោយយើងពេលខ្លះយើងធ្វើដល់ដាច់យប់ក៏មានក៏ប៉ុន្តែយើងនៅអាចសម្រាប់គម្រោងហ្នឹងបានទៅរលូនមិនទាន់ពេលវេលាដោយសារពួកយើងបំពេញការងារទៅតាមទូនាទីឲ្យខ្ជាប់ខ្ជួនមានការសហការយោគយល់គ្នាទៅវិញទៅមកព្រមទាំងបានស្ដាប់ការណែនាំរបស់ advisor ដើម្បីបំពេញចន្លោះដែលយើងខ្វះខាត
អញ្ចឹងអូនឯងអាចនិយាយពីចំណាប់អារម្មណ៍ក្រោយពេលអូនឯងចាប់កម្មវិធីនេះបន្តិចបានអត់អូន បើសម្រាប់ចំណាប់អារម្មណ៍របស់ពួកយើងផ្ទាល់វិញការនោះគឺពួកយើងពិតជាសប្បាយចិត្តខ្លាំងមែនតើដែលដំបូងគឺពួកយើងបានទទួលដំណឹងថាយើងបានជាប់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ដែលជាវគ្គជំរុញ9ក្រុមចុងក្រោយហើយសម្រាប់បន្តដល់ថ្ងៃប្រកួតហ្មងហ្នឹងក៏ពេលនោះពួកយើងអត់បានរំពឹងទុកថាយើងនឹងទទួលបានលទ្ធផលអីជាគាត់ប្រសើរមែនដែរក៏ប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែងរបស់យើងកន្លងមកហ្នឹងគឺជំរុញឲ្យយើងទទួលបាននៅជ័យលាភីគីណា Prize 2024អញ្ចឹងពេលដែលបណ្ដាពិធីករគេប្រកាសប្រាប់ថាអូក្រុមរបស់ខ្ញុំជាប់ជាជ័យលាភីលេខ1គឺពេលហ្នឹងពួកខ្ញុំសប្បាយចិត្តរីករាយខ្លាំងមែនទែនអត់ដឹងថាគួរយកពាក្យអីមកនិយាយប្រៀបជាមួយនឹងអារម្មណ៍ហ្នឹងឲ្យបានហ្មងណាអញ្ចឹងមួយវិញទៀតតើអូនបានរៀនគេខ្លះក្រោយពីចាប់គីណា Prize នេះអូន ចង់លើកពីការប្រកួតទៅទៀតអីដែលពួកខ្ញុំទទួលបានពី Kina Prize ហ្នឹងគឺពួកខ្ញុំបានបង្កើតជាទំនាក់ទំនងល្អជាមួយនឹងរាមច្បងជាមួយនឹងសាស្ត្រាចារ្យក៏ដូចជា contestant ដទៃទៀតដែលគាត់មកពីបណ្ដាសាកលវិទ្យាល័យផ្សេងៗបន្ថែមពីលើនោះទៅទៀតវិញគឺពួកខ្ញុំបានបង្កើននៅបទពិសោធន៍ក៏ដូចជាចំណេះដឹងថ្មីៗតាក់ទងទៅនឹងការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រឲ្យកាន់តែស៊ីជម្រៅជាងមុនដែលវាជាគន្លឹះមួយដែលជួយជំរុញឲ្យការសិក្សារបស់ពួកខ្ញុំនាពេលអនាគតហ្នឹងកាន់តែមានភាពរីកចម្រើនខ្លាំងជាងមុនរួមទាំងអាចឲ្យពួកយើងចេះអនុវត្តនៅការដោះស្រាយបញ្ហាដែលកើតឡើងភ្លាមៗនៅចំពោះមុខផងដែរអញ្ចឹងអូនមានសារគេខ្លះដែលផ្ញើទៅបេក្ខជនប្រឡងជំនាន់ក្រោយដែរអូន ហើយក្រុមរបស់ពួកយើងក៏មានជាសារផ្ដាំផ្ញើទៅកាន់បងប្អូនជំនាន់ក្រោយលើកទឹកចិត្តឲ្យចូលរួមក្នុងការប្រកួតមួយនេះដោយសារតែក្រុមរបស់ពួកយើងនោះបានមើលឃើញពីភាពលេចធ្លោនៅក្នុងកម្មវិធីមួយនេះជួយដល់សិស្សានុសិស្សទាំងអស់ជាពិសេសនោះគឺសិស្សនិស្សិតដែលកំពុងតែធ្វើការសិក្សានៅក្នុងវិស័យសុខាភិបាលដើម្បីចូលរួមនៅក្នុងការសិក្សាក៏ដូចជាស្រាវជ្រាវនៅអ្វីដែលថ្មីដើម្បីជាអត្ថប្រយោជន៍ក៏ដូចជាលើកកម្ពស់នៅវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជារបស់យើងឲ្យកាន់តែល្អផងដែរហើយលើពីនេះទៅទៀតនេះកម្មវិធីមួយនេះក៏ជាឱកាសមួយដើម្បីឲ្យបងៗហើយនិងបងប្អូនបរិមាណសមត្ថភាពរបស់ខ្លួនក៏ដូចជាមានភាពក្លាហាននៅក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួនដែលបានខិតខំប្រឹងប្រែងតាំងពីដើមហ្នឹងនៅលើឆាកវិទ្យាការរួមជាមួយនឹងទទួលបាននូវបទពិសោធន៍ធ្វើការងារជាក្រុមក៏ដូចជាចេះរកដំណោះស្រាយនៅក្រុមរបស់ខ្លួនដែលបានជួបប្រទះផងដែរអញ្ចឹងនេះគឺជាសារផ្ដាំផ្ញើរបស់ក្រុមពួកយើងទៅកាន់បេក្ខជនជំនាន់ក្រោយដើម្បីលើកទឹកចិត្តចូលរួមក្នុងការប្រឡងប្រកួតប្រជែងនៅក្នុងការដណ្ដើមយកនៅពានរង្វាន់ Kina មួយនេះហើយយើងជឿជាក់ថាបេក្ខជនទាំងអស់គឺសុទ្ធតែមានសមត្ថភាពនិងអាចធ្វើបានអញ្ចឹងគ្មានអ្វីដែលថាយើងមិនអាចធ្វើបានទេបើសិនជាយើងមិនសាកល្បងអរគុណ